យោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រថ្ងៃទី29ខែមីនាឆ្នាំ2025ក្រុមអ្នកជួយសង្គ្រោះបរទេសបានចាប់ផ្ដើមហោះហើរចូលប្រទេសមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍ដើម្បីជួយស្វែងរកអ្នករស់រានមានជីវិតពីការរញ្ជួយដីដែលបានសម្លាប់មនុស្សជាង1.0នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដោយធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំពេលមានសង្គ្រាមស៊ីវិលដល់រ៉ាំរ៉ៃចំនួនអ្នកស្លាប់នៅមីយ៉ាន់ម៉ាមានចំនួន1.2នាក់រដ្ឋាភិបាលយោធាបាននិយាយកាលពីថ្ងៃសៅរ៍ដែលកើនឡើងយ៉ាងខ្លាំងពីរបាយការណ៍ដំបូងរបស់រដ្ឋាភិបាលដែលបានរាយការណ៍ថាមានអ្នកស្លាប់144នាក់កាលពីថ្ងៃសុក្រយ៉ាងហោចណាស់មានមនុស្ស9នាក់បានស្លាប់នៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងដែររងការរញ្ជួយដីកម្រិត 7.7 Richter ធ្វើឲ្យអគារញ័រនិងបណ្ដាលឲ្យអគារខ្ពស់មួយកំពុងសាងសង់នៅក្នុងរាជធានីបាងកកដួលលំដោយជាប់មនុស្ស30នាក់នៅក្រោមគំនរឥដ្ឋនិងបាត់ខ្លួន49នាក់ការព្យាករណ៍តាមគំរូរបស់ការិយាល័យអង្គកិច្ចភូកុបសាស្ត្រសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់អាចលើសពី10000នាក់នៅមីយ៉ាន់ម៉ាហើយការខាតបង់អាចលើសពីផលិតផលសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសគ្រោះរញ្ជួយដីបានបំផ្លាញផ្លូវស្ពាននិងអគារនានានៅក្នុងប្រទេសមីយ៉ាន់ម៉ាយោងតាមរបបយោធាដែលឧត្តមសេនីយ៍កម្ពុជារបស់ខ្លួនបានអំពាវនាវកម្រមួយសម្រាប់ជំនួយអន្តរជាតិកាលពីថ្ងៃសុក្ររបបយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសៅរ៍ថាប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះកំពុងត្រូវបានអនុវត្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ក្រុមសង្គ្រោះរបស់ចិនបានមកដល់រដ្ឋធានីពាណិជ្ជកម្មយ៉ាងហ្គនរបស់មីយ៉ាន់ម៉ាដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីទីក្រុងដែលរងការវាយប្រហារយ៉ាងខ្លាំងនៅម៉ាដាឡៃនិងណៃពីដោដែលជារដ្ឋធានីដែលសាងសង់ឡើងតាមគោលបំណងរបស់ប្រទេសនេះជាកន្លែងដែលផ្នែកខ្លះនៃមន្ទីរពេទ្យដែលមានក្រេត 1.0 ត្រូវបានខូចខាតគូបញ្ជាក់ផងដែរថាឥណ្ឌាបានចាប់ផ្ដើមប្រតិបត្តិការរហ័សដើម្បីគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីក្នុងការជួយសង្គ្រោះដោយយន្តហោះ C-130J របស់កងទ័ពអាកាសឥណ្ឌាដែលផ្ទុកសម្ភារៈជំនួយប្រហែល15តោនរួមមានតង់ភួយថង់ដេកអាហារឧបករណ៍អនាម័យម៉ាស៊ីនភ្លើងនិងថ្នាំពេទ្យសំខាន់ៗបានចុះចតនៅទីក្រុងយ៉ាងហ្គនកាលពីថ្ងៃសៅរ៍ប្រទេសឥណ្ឌាបារាំងនិងសហភាពអឺរ៉ុបក៏បានផ្ដល់ជំនួយផងដែរខណៈដែលអង្គការសុខភាពពិភពលោកបាននិយាយថាខ្លួនកំពុងចល័តមជ្ឈមណ្ឌលភស្តុភាររបស់ខ្លួននៅឌុបៃដើម្បីត្រៀមផ្គត់ផ្គង់សម្ភារៈរបួសជាច្រើនដល់មីយ៉ាន់ម៉ាអានដល់សំឡេងសាប៉ានិមិត្តសារិ